កម្មវិធីនេះឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី1នៅកម្ពុជាកម្ពុជា Live ឱសថជីឡូបាជំនួយខួរក្បាលបង្កើនការចងចាំ Mega We Care Campaign ថ្នាំពណ៌ជាតិ Continental Tires engineered in Germany បាទសូមស្វាគមន៍ការវិទ្យាលមកកាន់ព័ត៌មានក្នុងកម្មវិធីចក្ខុវិស័យកម្ពុជាដែលនេះគឺជាសប្តាហ៍ទី2ហើយនៅថ្ងៃនេះបាទថ្ងៃនេះគឺជាថ្ងៃ10កើតខែបិគុណឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ត្រូវថ្ងៃច័ន្ទទី10ខែមីនាឆ្នាំ2014បាទហើយអ្វីដែលសំខាន់នៅថ្ងៃនេះព័ត៌មានក្នុងវគ្គទី1នេះមានរំលេចយ៉ាងច្រើនទៅទាក់ទងនឹងស្ថានភាពចុងក្រោយហើយវគ្គគ្មិនរបស់យើងនៅថ្ងៃនេះគឺលោកបណ្ឌិតសុកទូចលោកបានចំណាយពេលមានតម្លៃទៀតហើយក្នុងការអញ្ជើញចូលរួមពិភាក្សាទៅលើវិធានបទស្ថានភាពចុងក្រោយពិសេសគឺកិច្ចប្រជុំនៃគណៈបកទាំងពីរបាទមុននឹងចូលដល់វគ្គកិច្ចសម្ភាសក្នុងផ្នែកទី1នេះគឺថាសូមលើកនៅព័ត៌មានមួយដែលនិយាយអំពីក្រមការងារនៃចក្ខុវិស័យកម្ពុជាបានអញ្ជើញទៅកាន់ខេត្តសៀមរាបក្នុងការថតឈុតខ្លីៗដែលបង្ហាញអំពីអត្ថន័យខ្លឹមសារនៃកម្មវិធីនេះបាទកាលពីចុងសប្តាហ៍កន្លងទៅក្រុមការងារមួយក្រុមរបស់ទូរទស្សន៍ CNC បានធ្វើដំណើរទៅកាន់ខេត្តសៀមរាបក្នុងគោលបំណងដើម្បីថតឈុតខ្លីៗក្នុងការបង្ហាញអំពីកម្មវិធីថ្មីដែលទើបបានបង្កើតឡើងមួយសប្តាហ៍មុនដែលមានឈ្មោះថាចក្ខុវិស័យកម្ពុជាក្នុងកម្មវិធីនេះសោតនៅរំលេចអំពីការវិភាគនយោបាយជាតិអន្តរជាតិបញ្ហាសង្គមអភិបាលកិច្ចល្អនិងបញ្ហាដទៃទៀតតេតិនទៅនឹងអត្តន័យរបស់កម្មវិធីចក្ខុវិស័យកម្ពុជានោះលោកជួនធូដែលជាអ្នកដឹកនាំការផលិតបានមានប្រសាសន៍ថាបាទកម្មវិធីនេះយើងបង្កើតឡើងសម្រាប់ទូរទស្សន៍ CNC ឆ្នាំ2014ហើយយើងផ្ដោតទៅលើព័ត៌មានទាន់ហេតុការណ៍សំខាន់ហើយមាននយោបាយជាតិនយោបាយអន្តរជាតិផ្ដោតទៅលើអភិបាលកិច្ចល្អបញ្ហាប្រឈមនិងកំណែទម្រង់របស់រាជរដ្ឋាភិបាលផងដែរហើយអ្វីដែលជាពិសេសមួយទៀតនោះគឺយើងបង្ហាញអំពីអ្វីដែលជាចំណេះដឹងវិទ្យាសាស្ត្រនយោបាយហើយតម្លៃស្នូលសំខាន់ដែលជាគោលរបស់កម្មវិធីយើងគឺយើងផ្ដល់ព័ត៌មានពិតរហ័សមួយទៀតគឺទី2គឺមានប្រយោជន៍សម្រាប់សង្គមជាតិទាំងមូលហើយទី3ជួយតម្រង់ទិសទស្សនវិជ្ជានយោបាយរបស់ព្រះរាជាណាចក្រកម្ពុជាហើយទី4គឺជួយធ្វើយ៉ាងណាលើកកម្ពស់ហៅថាសុខដុមនីយកម្មរបស់សង្គមកម្ពុជាហើយចំណុចទី5គឺលើកកម្ពស់នៅគោលដៅរបស់អង្គភាពយើងតែម្ដងគឺធ្វើយ៉ាងណាកាត់ចំណែកទីផ្សារនៅក្នុងវិស័យសោតទស្សន៍នេះឲ្យបានខ្ពស់ជាងមុនតាមរយៈប្រជាប្រិយភាពរបស់កម្មវិធីរបស់យើងបាទសួរថាហេតុអ្វីកម្មវិធីនេះយើងចាំបាច់ទៅថតការផ្សព្វផ្សាយដូចជា promote trailer ឬក៏ទៅរហូតទៅដល់ទីក្រុងអង្គរគឺនេះដោយសារតែយើងចង់ពង្រឹងស្មារតីបង្រួមទឹកចិត្តរវាងក្រុមការងាររបស់យើងដែលធ្វើដំណើរផ្លូវឆ្ងាយហើយយើងអាចមានពេលវេលាជជែកគ្នាអំពីទស្សនៈទាននៅក្នុងកម្មវិធីរបស់យើងហើយជាពិសេសគឺយើងចង់បង្វឹកថាទឹកចិត្តយើងរឹងមាំដូចថ្មអង្គរហើយអ្នកពាក់ព័ន្ធជាពិសេសគឺក្រុមការងាររបស់យើងតំណាងឲ្យផ្នែកនីមួយៗនោះគឺតំណាងឲ្យប្រាសាទនីមួយៗដែលមានគេហៅថាជា personal brand របស់ខ្លួនជាគេហៅថាជាយីហោផ្ទាល់ខ្លួនរបស់ខ្លួនមួយគឺមានន័យថារឹងមាំដោយប្រាសាទដូច្នោះដែរខ្ញុំជឿជាក់ថាបងប្អូននឹងគ្រប់គ្រងកម្មវិធីចក្ខុវិស័យកម្ពុជាក៏ដូចជាគ្រប់គ្រងនៅទូរទស្សន៍ CNC នេះបានកាន់តែច្រើនថែមទៀតនៅពេលខាងមុខបាទសូមអរគុណស្របពេលដែលវិស័យព័ត៌មានคล้ายទៅជាចលករមួយយ៉ាងសំខាន់សម្រាប់មហាជននៅពេលបច្ចុប្បន្ននេះទូរទស្សន៍ CNC បានផលិតកម្មវិធីថ្មីនេះឡើងបន្ថែមទៀតជាមួយនឹងកម្មវិធីរបស់ខ្លួននៅមានស្រាប់ក្នុងគោលដៅដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងយើងត្រឡប់មកកាន់ស្ថានភាពចុងក្រោយនៅថ្ងៃនេះនៅក្នុងរាជាណាចក្រកម្ពុជារបស់យើងនេះដែរគឺថាយើងមានជំនួបរវាងភាគីទាំងពីរពលគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបាទអ្វីដែលសំខាន់ដែលផ្សព្វផ្សាយនានាបានលើកឡើងក៏ដូចជាកម្មវិធីចក្ខុវិស័យនៅកម្ពុជាបានទីយកដិតរូបភាពនៅទីនោះដោយបានរំលេចឲ្យឃើញថាលទ្ធផលជារួមមិនសូវបានទទួលលទ្ធផលជាដុំកំភួននោះទេហើយយើងអាចសង្ខេបបានថារកឃើញចំណុច2ទី1ស្ដីអំពីកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតហើយទី2គឺធានាអភិជាក្រិតភាពនិងសុចរិតភាពរបស់អង្គការក្រៅរដ្ឋាភិបាលសង្គមស៊ីវិលហើយនៅវគ្គទី2យើងនឹងរំលេចអំពីបញ្ហាយ៉ាងលម្អិតជាមួយនឹងលោកបណ្ឌិតសុកទូចដែលលោកឯកទេសផ្នែកវិទ្យាសាស្ត្រនយោបាយហើយក៏ជាសាកលវិទ្យាល័យនៃសាកលវិទ្យាល័យខេមរៈផងដែរ
បាទតេតិនទៅនឹងដំណើរការជួបប្រជុំរវាងគណៈបកទាំងពីរនៅដែរដល់ឡែកនៅខេត្តបាត់ដំបងឯនោះព្រឹកមិញនេះសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាបានអញ្ជើញនៅក្នុងពិធីសម្ពោធផ្លូវមួយខ្សែនៅទីនោះសម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណសារជាថ្មីមុនទៀតដល់ប្រជាពលរដ្ឋកម្ពុជាដែលបានបោះឆ្នោតគាំទ្រឲ្យសម្ដេចធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី5នោះផងដែរបាទដល់ឡែករឿងមួយទៀតបាទខ្ញុំសូមជម្រាបសង្ខេបចោះដោយសារពេលវេលាយើងខ្លីបាទត្រឹមតែប្រហែលជា20នាទីប៉ុណ្ណោះបាទការបោះឆ្នោតថ្នាក់ជាតិបានប្រព្រឹត្តទៅកាលពីខែកក្កដាកន្លងទៅឆ្នាំ2013នោះដែលគណៈបកប្រជាជនបានទទួលអាសនៈរហូតដល់ទៅ68អាសនៈគណៈបកសង្គ្រោះជាតិបានទទួល55អាសនៈបាទហើយនេះក៏ដោយសារតែការគ្រប់គ្រងពីសំណាក់ប្រជាពលរដ្ឋនោះដែរបាទរឿងមួយទៀតគួរឲ្យចាប់អារម្មណ៍បាទផងដែរនោះគឺសម្ដេចក្រមព្រះបាទព្រះអង្គនឹងយាងនិវត្តន៍ត្រឡប់ចូលមកកាន់ឆាកនយោបាយវិញហើយអ្វីដែលសំខាន់នោះគឺបើយោងតាមលោកអាណាន់យ៉ាយ៉ាដែលជាមន្ត្រីស្និទ្ធជាមួយនឹងព្រះអង្គម្ចាស់បានមានប្រសាសន៍ដឹងថារាជវត្តមានរបស់ព្រះអង្គក្នុងឆាកនយោបាយលើកក្រោយនេះមិនមែនក្នុងបំណងដើម្បីបំបីសម្លេងគណៈបកប្រឆាំងនោះទេហើយក្នុងនេះចក្ខុវិស័យរបស់ព្រះអង្គគឺជួយសម្រាលស្ថានភាពនយោបាយនឹងចូលរួមបង្កើតឈ្មោះថាគណៈបកសង្គមរាជាធិបតេយ្យបាទដល់ឡែកមុនចូលដល់ផ្អាកមានន័យថាមុនចូលដល់វគ្គពាណិជ្ជកម្មនោះបាទនឹងចូលដល់វគ្គទី2នោះបាទជាបន្តសូមស្ដាប់នៅប្រសាសន៍របស់ប្រជាពលរដ្ឋមួយចំនួនដែលតេតិននឹងស្ថានភាពចុងក្រោយនៃកិច្ចប្រជុំគណៈបកទាំងពីរនៃព្រឹកមិញបាទមួយផ្លេសិនដែលកិច្ចសម្ភារគឺរៀបចំឡើងដោយលោកខៀវកូឡាបាទខ្ញុំក្នុងនាមខ្ញុំជាម្ចាស់ឆ្នោតម្នាក់ខ្ញុំចង់ឲ្យគណៈបកទាំងពីរហ្នឹងចូលគ្នាធ្វើការដើម្បីប្រទេសជាតិយើងទៅមុខទាំងអស់គ្នាការចរចានេះខ្ញុំមើលទៅវាយឺតពេកវាអត់លឿនដូចចិត្តប្រជាជនដែលចង់បានរាល់ថ្ងៃចង់ឲ្យគណៈបកទាំងពីរហ្នឹងពន្លឿនការចរចាព្រោះចរចាទៅដើម្បីសន្តិភាពដើម្បីប្រជាជនទាំងអស់ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋហើយក៏ជាម្ចាស់ឆ្នោតមួយរូបខ្ញុំចង់ឃើញគណៈបកទាំងពីរហ្នឹងបន្ទន់អេរយាប័តសម្រាប់សម្រួលដើម្បីធ្វើការអភិវឌ្ឍប្រទេសយើងឡើងវិញខ្ញុំចង់ឃើញឯកឧត្តមសំរងស៊ីនិងសម្ដេចចូលតុចរចាដើម្បីរកដំណោះស្រាយដោយសន្តិវិធីណាមួយប្រទេសជាតិយើងសូម្បីតែប្រាក់ខែមន្ត្រីរាជការបុគ្គលិកកម្មករវាអត់មានតុល្យភាពជាមួយអីវ៉ាន់នៅតាមទីផ្សារទាំងអស់អញ្ចឹងមានតែសម្ដេចនិងឯកឧត្តមសំរងស៊ីទេដែលរកដំណោះស្រាយបានជូនប្រជាពលរដ្ឋមុនបោះឆ្នោតក្រោយបោះឆ្នោតអត់សូវដាច់ផងអូយរឿងនេះខ្ញុំអត់ដឹងឯងរឿងនយោបាយដឹងតែចង់ឲ្យលក់ដាច់តែប៉ុណ្ណឹងបាទមុនចូលដល់វគ្គទី2នៃកិច្ចសម្ភារជាបន្តសូមសម្រាប់មួយផ្លែសិនបាទសំបកកង់រថយន្តដែលមានអាយុកាលតាំងពីឆ្នាំ1871បច្ចុប្បន្នទទួលបានចំណាត់ថ្នាក់លេខ1នៅសហគមន៍អឺរ៉ុបឥឡូវនេះមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ Continental សំបកកង់អាលើម៉ង់នាំចូលនឹងចែកចាយដល់ក្រុមហ៊ុន ETW Co Ltd Continental Tires engineered in Germany ជីវិតមិនទៀងទាត់ឡើយដូច្នេះខ្ញុំបានសន្យានឹងខ្លួនឯងថាមនុស្សជាទីស្រឡាញ់របស់ខ្ញុំនៅតែអាចរស់នៅក្នុងជីវភាពដ៏ប្រសើរទោះបីជាខ្ញុំមិនបានរស់នៅជាមួយពួកគេនៅថ្ងៃណាមួយបើខ្ញុំបានជ្រើសរើសយកកម្ពុជាឡើយខ្ញុំជឿជាក់លើកម្ពុជាឡើយអ្នកក៏អាចទុកចិត្តបានដូចគ្នាថ្ងៃនេះប៉ាមានកាដូពិសេសសម្រាប់កូនៗអរគុណប៉ាសម្រាប់កាដូដ៏មានតម្លៃនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី1នៅកម្ពុជា Liveមានភាសាវៀតណាមអាចប្រៀបនឹងឃីងផ្លាស់បានទេដូចក៏មិនលាបថ្នាំទ្រនាប់ម៉ាក់គ្រីស្តាល់ថ្មីក្លិនតិចការពារមានប្រសិទ្ធភាពវងហើយចង់ភ្លឺខ្លាំងក៏បានភ្លឺល្មមក៏បានCampaign ថ្នាំពណ៌ជាតិភាពជោគជ័យកើតឡើងពីការតស៊ូព្យាយាមរួមផ្សំជាមួយនឹងការបដិញ្ញាចិត្ត
ការថែរក្សាខួរក្បាលក៏ជាកត្តាដ៏សំខាន់ដើម្បីឲ្យខួរក្បាលមានភាពឆ្លៀសវៃនិងមានសុខភាពល្អជាប្រចាំឱសថជីឡូបាជំនួយខួរក្បាលបង្កើនការចងចាំក្នុងនាមខ្ញុំជាអ្នកដឹកនាំម្នាក់ខ្ញុំតែងគិតគូរជានិច្ចអំពីការថែរក្សាសុខភាពខួរក្បាលរបស់ខ្ញុំឲ្យបានល្អខ្ញុំប្រើឱសថជំនួយខួរក្បាលជីឡូបាជារៀងរាល់ថ្ងៃព្រោះវាជួយឲ្យខួរក្បាលមានសុខភាពល្អគិតបានរហ័សជាពិសេសវាជួយឲ្យការចងចាំរបស់ខ្ញុំកាន់តែប្រសើរឡើងឱសថជីឡូបាជំនួយខួរក្បាលបង្កើនការចងចាំជីឡូបាជំរឿសនៃភាពជោគជ័យ Mega We Care សម្បកកង់រថយន្តដែលមានអាយុកាលតាំងពីឆ្នាំ1871បច្ចុប្បន្នទទួលបានចំណាត់ថ្នាក់លេខ1នៅសហគមន៍អឺរ៉ុបឥឡូវនេះមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ Continental សម្បកកង់អាលើម៉ង់នាំចូលនឹងចែកចាយដល់ក្រុមហ៊ុន ETW Co Ltd Continental Tires engineered in Germany សម្បកគឺជាសិទ្ធិរបស់នារីគ្រប់រូបព្យាបាលពុំមុនជាប់ស្លាប់ជ្រួយតែធ្វើឲ្យផ្ទៃមុខរបស់អ្នកសស្អាតស្វាងផូរផង់សម្រក់រៀងដល់ម៉ាស៊ីនជំនួយនៅទីប្រទេសកូរ៉េ 주말입소 제가 당신을 직접 태할 것이며 당신을 태하라 해서 한국을 경험할 수 있습니다. 태하라 랍도 주문에 안양과 서사 មានភាសាវៀតណាមអាចប្រៀបនឹងឃីងផ្លាស់បានទេលេចក៏មិនលាបថ្នាំទ្រនាប់ Mark Extra ថ្មីក្លិនតិចការពារមានប្រសិទ្ធភាពវងអាយចង់ភ្លឺខ្លាំងក៏បានភ្លឺល្មមក៏បានខំផែនថ្នាំពណ៌ជាតិជីវិតមិនទៀងទាត់ឡើយដូច្នេះខ្ញុំបានសន្យានឹងខ្លួនឯងថាមនុស្សជាទីស្រឡាញ់របស់ខ្ញុំនៅតែអាចរស់នៅក្នុងជីវភាពដ៏ប្រសើរទោះបីជាខ្ញុំមិនបានរស់នៅជាមួយពួកគេនៅថ្ងៃណាមួយដោយខ្ញុំបានជ្រើសរើសយកកម្ពុជាឡាយខ្ញុំជឿជាក់លើកម្ពុជាឡាយអ្នកក៏អាចទុកចិត្តបានដូចគ្នាថ្ងៃនេះប៉ាមានកាដូពិសេសសម្រាប់កូនៗអរគុណប៉ាសម្រាប់កាដូដ៏មានតម្លៃនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី1នៅកម្ពុជាឡាយពលិសំខាន់នៅក្នុងអាជីវកម្មអភិបាលកិច្ចជំនួយគំនិតសហគ្រិនបទពិសោធន៍និងយុទ្ធសាស្ត្រធុរកិច្ចទាំងអស់នេះអ្នកជំនាញនឹងចែករំលែកជូនអ្នកនៅក្នុងកម្មវិធីពិភាក្សាធុរកិច្ច CNC ការគ្រប់គ្រងវាត្រូវតែមានការផ្លាស់ប្ដូររហូតទើបយើងអាចមានការរីកចម្រើនបាទនេះថាយើងផលិតខ្លួនឯងរោងចក្រខ្មែរយើង30ត្បូងបាទ70ត្បូងបាទផ្សាយជូនរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 9:30 នាទីដល់ម៉ោង 10:30 នាទីព្រឹកនិងចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង 5 ដល់ម៉ោង 6 ល្ងាចកម្មវិធីនេះនាំមកជូនលោកអ្នកដោយ CJCC ជាមជ្ឈមណ្ឌលបណ្ដុះសហគ្រិននិងពង្រីកអាជីវកម្មកម្មវិធីនេះឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី1នៅកម្ពុជាឡាយឱសថជីឡូបាជំនួយខួរក្បាលបង្កើនការចងចាំ Mega We Care ខំផែនថ្នាំពណ៌ជាតិ Continental Tires engineered in Germany បាទចាខូវិស័យវគ្គទី2សូមស្វាគមន៍បាទអញ្ចឹងដើម្បីកុំឲ្យខែពីយូរខ្ញុំបានសួរជម្រាបសួរលោកសុទុយបាទដើម្បីបាទដោយសារពេលវេលាយើងកាន់តែខើចមែនទែនខ្ញុំសួរចូលសាច់រឿងរបស់យើងតែម្ដងសារថ្ងៃនេះទើបតែប្រជុំចប់បាទកាលពីមុននេះបាទប្រហែលម៉ោងរវាងគណៈបកទាំងពីរបាទហើយយើងដឹងហើយថាលទ្ធផលមិនទាន់មានអីជាដុំកំភួនទេបាទតែកតិនទៅលើរឿងដដែលជាដដែលព្រោះយើងតាមប្រហែលសប្តាហ៍កន្លងមកដំណើរប្រជុំមានជាហូរហែថាតើអាភាពចុកគាំងវាផ្ដើមចេញពីកត្តាស្អីលោកបណ្ឌិតបាទ
បាទអរគុណមែនតើនេះគ្មានអីដែលលាក់បាំងទេដែលកើតមាននៅក្នុងសង្គមកម្ពុជាក្រោយពីបោះឆ្នោតនៅថ្ងៃទី28ខែកក្កដាឆ្នាំ2013នេះយើងឃើញថាជាប់ទាំងកើតចេញមកអំពីការមិនទទួលស្គាល់កោជបអញ្ចឹងគ្រប់ភាគីនៃគណៈបកទាំងគណៈបកប្រជាជនទាំងគណៈបកសង្គ្រោះជាតិដែលមានអាសនៈនៅក្នុងសភាបានយល់ព្រមគ្នានឹងបង្កើតនៅគណៈកម្មការមួយអញ្ចឹងយើងបានឃើញគណៈបកទាំងពីរបានយល់ព្រមគ្នាទៅលើកិច្ចការហ្នឹងសូម្បីតែសម្ដេចនាយករដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោកអាបេមកទស្សនកិច្ចហ្នឹងក៏សម្ដេចលោកដល់ថាធ្វើយ៉ាងម៉េចដើម្បីឲ្យជប៉ុនហ្នឹងជួយបច្ចេកទេសក្នុងការកំណត់បង្កើតកុំឲ្យមានបញ្ហារៀងរាល់ការបោះឆ្នោតជាប់គាំងអញ្ចឹងគឺកើតមកពីការកោជបអញ្ចឹងយើងឃើញជំនួបគ្នាគឺមានចំណុចទី1គឺមាន3របៀបវរៈគឺបង្កើតឲ្យមានគណៈបកហ្នឹងស្មើភាពគ្នាបានន័យថាបើគណៈបកប្រជាជន5គណៈបកសង្គ្រោះជាតិក៏5បើ6ស្មើគ្នាដើម្បីអីដើម្បីឲ្យមានទំនុកចិត្តគ្នាទៅវិញទៅមកជៀសវាងការកេងយកផលប្រយោជន៍នៅក្នុងបញ្ហានេះដោយមិនគិតអំពីចំនួនសន្លឹកឆ្នោតដែលបានបោះនៅឆ្នាំ2013ទេគឺយកចំនួនស្មើទី2យើងឃើញថាក្រោយពីរៀបចំគណៈកម្មការហ្នឹងត្រូវតែធ្វើសិក្ខាសាលាថ្នាក់ជាតិមួយដែលមានការចូលរួមពីអ្នកបច្ចេកទេសទាំងផ្នែកសង្គមស៊ីវិលនិងអង្គការក្រៅរដ្ឋាភិបាលទាំងអង្គការអន្តរជាតិដើម្បីអីដើម្បីឲ្យអ្នកទាំងអស់ហ្នឹងត្រួតពិនិត្យផ្ដល់ជាយោបល់ពីព្រោះរឿងនេះរឿងយើងទាំងអស់គ្នារឿងជាប់គាំងអញ្ចឹងកាលណាផ្ដល់យោបល់អំពីគ្រប់មជ្ឈដ្ឋានមកហើយបានទទួលយកពេលនោះលែងអ្នកណាឆ្លោយដាក់អ្នកណាទៀតហើយពេលបោះឆ្នោតហើយបើកោជបចេញលទ្ធផលយ៉ាងដូចម្ដេចគឺតែទទួលយកពីព្រោះអីពីព្រោះគ្រប់ភាគីនិន្នាការទាំងសង្គមស៊ីវិលទាំងប្រទេសមហាអំណាចទាំងគណៈបកដែលមានចំនួនអាសនៈនៅសភាបានចូលរួមគិតនៃការផ្ដល់យោបល់អស់ហើយចំណុចទី3យើងឃើញថាកិច្ចប្រជុំមានការគិតគូរឲ្យបើកទូលាយឲ្យមានការចូលរួមពីអន្តរជាតិឬទាំងបច្ចេកទេសទាំងហិរញ្ញវត្ថុបាទរឿងដដែលលោកបណ្ឌិតមានប្រសាសន៍មិញថាតេតិនទៅនឹងកំណែតម្រង់រៀបចំការបោះឆ្នោតអញ្ចឹងក្នុងនេះខ្លឹមសារដែលឯកភាពនៅព្រឹកមិញដែលប្រជុំនេះគឺថាយើងឃើញខ្លឹមសារ2ក្នុងនោះមានការបោះឆ្នោតនិងអព្យាក្រឹតភាពខ្ញុំចាប់អារម្មណ៍ចំណុចទី2ធានាអព្យាក្រឹតភាពនិងសុចរិតភាពរបស់អង្គការក្រៅស្ថាប័នសង្គមស៊ីវិលមិនទៅរឿងពាក់ព័ន្ធរឿងដដែលវិញបាទមិញខ្ញុំនិយាយអំពីព្រឹត្តិការណ៍ដែលវាកើតមកហេតុអីបានវាមានប្រជុំអញ្ចឹងវាប្រជុំ3លើកប្រជុំលើកទី1ប្រជុំលើកទី2ប្រជុំលើកទី3ប្រជុំលើកទី2បានន័យថារៀបចំការបោះឆ្នោតហើយទីចំណុចទី2គឺគិតគូរអំពីហិរញ្ញវត្ថុទៅដល់គណៈបកនយោបាយអញ្ចឹងប្រជុំទី3នេះព្រឹកមិញនេះនៅថ្ងៃ10នេះបានចេញហើយថាគណៈបកប្រជាជនលោកបានលើកយកនៅរបៀបវរៈថាឲ្យ NGO គោរពវិជ្ជាជីវៈបានន័យថាឲ្យគាត់សុចរិតភាពតម្លាភាពទៅធ្វើកិច្ចការរបស់គាត់គណៈបកសង្គ្រោះជាតិគាត់លើកថាឲ្យសំណើដែលតាក់ទងទៅនឹងការបោះឆ្នោតហ្នឹងឲ្យទៅក្នុងរដ្ឋធម្មនុញ្ញខ្ញុំបញ្ជាក់ទីដែរកន្លែងហ្នឹងបើសិនជានេះខ្ញុំគ្រាន់ជាសូមឲ្យរាល់ច្បាប់ដែលអនុម័តហើយឲ្យទៅជារដ្ឋធម្មនុញ្ញហើយឲ្យមុននឹងវិសោធនកម្មត្រូវការ2ភាគ3កុំឲ្យភាគច្រើនដាច់ខាតកាលណាភាគច្រើនដាច់ខាតវាហាក់ដូចជាទលាយពេកសម្រាប់គណៈបកមួយថ្ងៃនេះ2គណៈបកឈ្នះចុះថ្ងៃក្រោយ4គណៈបកអញ្ចឹងឲ្យបានការចូលរួមគ្រប់ភាគីនៃគណៈបកដែលមានចំនួនអាសនៈនៅក្នុងសភាអាចផ្ដល់គំនិតនៅក្នុងរឿងនយោបាយហ្នឹងដើម្បីងាយដោះស្រាយអញ្ចឹងយើងក៏លេចមកមើលវិញថាហេតុអីបានជាគណៈបកប្រជាជនលោកលើកយកបញ្ហាតម្លាភាពគោលដែលអង្គការសង្គមស៊ីវិលកន្លែងនេះខ្ញុំហាក់ដូចជាខ្ញុំស្គបបន្តិចបើបញ្ចោតិចហាក់ដូចជាឆ្ងាយទៅរឿងកោជបពីព្រោះរឿងសង្គមស៊ីវិលចាក់តងក្រសួងមហាផ្ទៃបើសិនជាគណៈបកប្រជាជនចង់បានបែបហ្នឹងប្រាប់ទៅក្រសួងមហាផ្ទៃថាពេលអ្នកឯងចេញច្បាប់ឲ្យទៅសង្គមស៊ីវិលថាអ្នកឯងត្រូវធ្វើការសុចរិតភាពតម្លាភាពហើយបើសិនជាគ្មានតម្លាភាពសុចរិតភាពយើងនឹងដកច្បាប់មកវិញដកអាជ្ញាប័ណ្ណមកវិញអាហ្នឹងនឹងចំណុចទី1ចំណុចទី2ខ្ញុំឃើញទស្សនវិជ្ជាកន្លែងនេះខ្ញុំហាក់ដូចជាអ្នកនយោបាយរស់នៅក្នុងសង្គមកាលពី300ឆ្នាំមុនហេតុអីបានខ្ញុំហ៊ាននិយាយបែបនេះពីព្រោះធម្មតាកាលណាយើងទៅចរចាគ្នានៅក្នុងរបៀបវរៈយើងត្រូវបញ្ជូនគ្នា2ថ្ងៃមុនដើម្បីឲ្យគ្រប់ភាគីគណៈបកនយោបាយនឹងយល់គ្នាមិនមែនព្រលឹមឡើងទៅប្រជុំបានយករបៀបវរៈទៅដាក់លើតុ
អានឹងវាមិនមែនប្រជុំអានឹងគឺថាគឺការពន្យាពេលឲ្យកាន់តែឆ្ងាយនេះវាចូលទៅក្នុងនយោបាយឈ្នះចាញ់ខ្ញុំនឹងនិយាយថាស្អីទៅនយោបាយឈ្នះចាញ់ចំណុចទី3នៅក្នុងរបៀបនេះដែរគឺថាអ្នកនយោបាយហាក់ដូចជាពន្យាពេលរឿងសង្គមស៊ីវិលខ្ញុំថាវាសារៈសំខាន់ប៉ុន្តែសារៈសំខាន់នៅក្នុងបញ្ហាកោជបមិនមែនរឿងសង្គមស៊ីវិលទេសង្គមស៊ីវិលវាធ្វើកិច្ចការទៅតាមម្ចាស់ជំនួយម្ចាស់ donor អញ្ចឹងស្អីដែលរឿងកោជបព្រោះសង្គមស៊ីវិលគ្មានឥទ្ធិពលអីទៅឆែកកោជបទេគឺសភាក្រមប្រឹក្សាធម្មនុញ្ញដែលមានសិទ្ធិក្នុងការឆែកកោជបអញ្ចឹងត្រូវយកបញ្ហាក្រមប្រឹក្សាធម្មនុញ្ញមកធ្វើការសិក្សាឥឡូវនេះយើងឃើញគណៈបកទាំងពីរទេពេលណាជាប់គាំងគណៈបកទាំងពីរយកទៅរៀងខ្លួនបកស្រាយរដ្ឋធម្មនុញ្ញរៀងខ្លួនបកស្រាយនេះហើយដែលធ្វើឲ្យប្រជាជនដែលគាត់អត់ធ្លាប់ស្គាល់ស្អីទៅរដ្ឋធម្មនុញ្ញហ្នឹងគាត់ពេលណាគាត់មានជាតិគាត់ស្រឡាញ់ខាងគណៈបកប្រជាជនគាត់ថាគណៈបកប្រជាជនត្រូវទៅបើអ្នកណាស្រឡាញ់គណៈបកសង្គ្រោះជាតិថាគណៈបកសង្គ្រោះជាតិទៅចុះឯណាទៅក្រមប្រឹក្សាធម្មនុញ្ញដែលលោកត្រូវតែបង្ហាញអញ្ចឹងគណៈបកទាំងពីរត្រូវស្នើសុំទៅក្រមប្រឹក្សាធម្មនុញ្ញដើម្បីឲ្យក្រមប្រឹក្សាធម្មនុញ្ញបករាល់រដ្ឋធម្មនុញ្ញទាំងឡាយណាដែលមិនប្រក្រតីឯរូបខ្ញុំឯអ្នកវិភាគដទៃគ្រាន់តែជាវិភាគទេប៉ុន្តែមិនមែនជាផ្លូវការទេមានតែក្រមប្រឹក្សាធម្មនុញ្ញមួយគត់ដែលមានសិទ្ធិបកស្រាយរាល់រដ្ឋធម្មនុញ្ញដែលមានការជាប់គាំងកន្លងមកចំណុចមួយទៀតដែលចាក់ចង់ទៅបញ្ហាហ្នឹងអ្វីដែលយើងឃើញព្រឹកមិញនេះវាហាក់ដូចជាការឆ្ងល់មួយដែលកម្រិតសុទ្ធតែកម្ពូលថ្នាក់នយោបាយធំលើករបៀបវរៈបែបហ្នឹងទៅដាក់នៅក្នុងហ្នឹងវាមានភាពជឿនលឿនប៉ុន្តែបញ្ហាហ្នឹងយើងមិនគួរយកទៅដាក់ទេពីព្រោះស្អីដែលបញ្ហាចងទី1គឺបញ្ជីបោះឆ្នោតចងទី2ស្អីដែលជាបញ្ហាធំប្រព័ន្ធផ្សព្វផ្សាយដែលអត់ទាន់ទៅដល់ចងទី3គឺចងស្អីគឺចងនីតិវិធីគណៈកម្មការត្រួតពិនិត្យនៃទាំង9របស់កោជបថាតើយើងរៀបយ៉ាងម៉េចតើយើងរៀបអាសេចក្ដីកាអគ្គលេខាធិការនឹងយ៉ាងម៉េចដើម្បីឲ្យអ្នកណាក៏គេពេញចិត្តដែរឧបមាថាដូចនៅបោះឆ្នោតនៅប្រទេសថៃទោះបីជាខាងអាវក្រហមឈ្នះក៏ខាងរាជវាំងពេញចិត្តពីព្រោះអានោះវាអត់មានប្រែប្រួលព្រោះគេប្រព័ន្ធហើយយើងជុំឃើញគណៈបកខ្លះខាងរហូតអ្នកឯករាជ្យយ៉ាងម៉េចក៏ដោយតែប្រព័ន្ធមិនមានសមធម៌ប្រព័ន្ធវាអត់ឯករាជ្យហើយចង់យកមនុស្សឯករាជ្យយកមកដាក់ក៏វាអត់ឯករាជ្យដែរយើងឃើញសហរដ្ឋអាមេរិកហេតុអីគេដូរប្រធានាធិបតីដល់44ប្រធានាធិបតីប្រទេសរបស់គេអត់មានការប្រែប្រួលព្រោះប្រព័ន្ធអញ្ចឹងយើងសូមឲ្យរៀបចំប្រព័ន្ធអញ្ចឹងប្រព័ន្ធកោជបមិនមែនទៅរឿង NGO ទេព្រោះ NGO គ្មានឥទ្ធិពលអីដែលចាស់ទៅលើប្រព័ន្ធកោជបទេព្រោះគេថាNGO គ្រាន់តែគាត់ផ្ដល់ជាគំនិតដូចមកថា Netflix Comprel គាត់មានសិទ្ធិអីគាត់ចាំមើលប៉ុន្តែស្អីដែលយើងត្រូវគិតគឺបញ្ហានីតិវិធីថាតើសមាជិកភាពបែបម៉េចដើម្បីឲ្យคล้ายទៅជាសមាជិករបស់គណៈកម្មការកោជបមនុស្សប្រភេទណាឧទាហរណ៍នៅស្រុកគេគេរើសយកអ្នកណាអតីតនាយករដ្ឋមន្ត្រីអ្នកចូលនិវត្តន៍ផ្នែកច្បាប់តុលាការធំដែលគាត់ចូលនិវត្តន៍ទៅហើយគាត់ធ្វើការដើម្បីកិត្តិយសរបស់គាត់ហើយគេយកអ្នកហ្នឹងទៅធ្វើហើយអ្នកដែលមានបទពិសោធន៍ដែលគាត់អត់មានពាក់ព័ន្ធនៅក្នុងនយោបាយអាហ្នឹងគឺបេក្ខជនតែប៉ុន្តែតម្រង់យ៉ាងម៉េចគេអាច check គ្នាទៅវិញទៅមក check នឹងយ៉ាងម៉េចឧទាហរណ៍ថាសិចពេជ្រនិចតើអានឹងវាប្រព័ន្ធនឹងវាអាចមានឥទ្ធិពលគ្នាទេអាចត្រួតពិនិត្យគ្នាបានទេអានឹងដែលជាបញ្ហាធំគណៈបកទាំងពីរត្រូវលើកយកអានឹងមកធ្វើការដោះស្រាយបាទដោយសារតែដំណើរជាប់គាំងចេះតែបន្តជាហួសហេតុអញ្ចឹងខ្ញុំសូមភ្ជាប់សំណួរនេះទៅរឿងមួយទៀតដោយលោកបូរិនអ៊ីវដែលជាលេងនៅក្នុងបណ្ដាញសង្គមមួយដែរលោកបានផ្ញើសំណួរមួយដែលគួរឲ្យចាប់អារម្មណ៍ដែរថាប្រសិនបើនៅតែគាំងបែបហ្នឹងថាតើអ្នកទាំងពីរនេះពលគឺភាគីទាំងពីរអាចមានលទ្ធភាពដោះស្រាយខ្លួនឯងបានទេឬក៏ទាមទារឲ្យអ្នកពីណាមកដោះខ្ញុំឃើញសូមអភ័យទោសប្រហែលខ្ញុំតាមដានរឿងនឹងក៏ច្រើនដែរអ្នកទាំងពីរប្រើប្រាស់នយោបាយឈ្នះចាញ់អត់មាននយោបាយឈ្នះឬអ្នកនយោបាយដើម្បីឲ្យដំណើរការដើម្បីអភិវឌ្ឍប្រទេសជាតិទេហេតុអីទី1យើងឃើញគណៈបកសង្គ្រោះជាតិម្ដងណាថាត្រូវតែទម្លាក់ហ៊ុនសែនសម្ដេចនាយកត្រូវតែចុះចេញហើយគេរងចាំមើលថាបន្តិចទៀតគណៈបកដែលកាន់អំណាចនឹងមិនបន្តនិរន្តរភាពថវិកាបន្តទៅទៀតបានទេពីព្រោះសង្គមស៊ីវិលអីទាំងអស់ហ្នឹងឬក៏លុយម្ចាស់ជំនួយមិនផ្ដល់ឲ្យចំណុចទី1ចំណុចទី2គណៈបកសង្គ្រោះជាតិ
គណៈបកប្រជាជនទាំងអាពីរនឹងតិចទៀតវាបែកគ្នាពីព្រោះគឹមសុខានិងអាដាមសំស៊ីនឹងឆ្លោះគ្នាតែឆ្លោះគ្នាវាត្រូវអញ្ចឹងរងចាំមើលបងប្អូនហើយចំណុចមួយទៀតថាគណៈបកសង្គ្រោះជាតិអត់អាចចូលសភាមិនមានលុយណាដែលអាចធ្វើបេសកកម្មបានអាហ្នឹងដែលយើងឃើញអ្នកទាំងពីរអត់មានរកផលប្រយោជន៍រីកចម្រើនទេរកតែផលប្រយោជន៍បែងគ្នាអាហ្នឹងហើយគេហៅថានយោបាយឈ្នះចាញ់បាទអញ្ចឹងយើងត្រូវធ្វើវាមិនអ្នកនយោបាយអត់មានអីលំបាកទេបើសិនជាលំបាកបើសិនជាអ្នកនយោបាយធ្វើមិនទៅទេបញ្ញវន្តស្រុកខ្មែរមានច្រើនណាស់យកតាមជ័យវរ្ម័នទី7ទៅជ័យវរ្ម័នទី7ពេលដែលព្រះអង្គស្ទះបញ្ហាព្រះអង្គហៅអ្នកប្រាជ្ញចូលហើយអ្នកប្រាជ្ញផ្ដល់គំនិតរឿងអ្នកនយោបាយយកមិនយកជារឿងរបស់អ្នកនយោបាយហើយឲ្យប្រជាជនទាំងអស់គេមើលថាតើអ្នកប្រាជ្ញហ្នឹងគេផ្ដល់គំនិតដើម្បីផលប្រយោជន៍ជាតិឬក៏ដើម្បីផលប្រយោជន៍បកណាហើយគណៈបករើសទៅដើម្បីអីដើម្បីផលប្រយោជន៍ជាតិពីព្រោះបើសិនជាជាប់គាំងតទៅមុខទៀតគុំសង្ឃឹមអ្នកណាក៏អត់ដែរបើសិនជាមនុស្សម្នាក់ដែលមានឈាម8លីត្របើគេបូមអស់7លីត្រតើអ្នកណាមួយសោយស្រង់អាចបានទេប្រទេសជាតិខ្មែរដូចគ្នានៅពេលដែលគណៈបកសង្គ្រោះជាតិរងចាំគណៈបក CP ដួលហើយដល់ពេលខ្លួនមកកាន់អំណាចឧទាហរណ៍បើខ្លួនបានកាន់អំណាចតើខ្លួនដោះស្រាយមិនយើងមើល79ពេលដែលប្រទេសជាតិខ្មែរត្រូវខ្សោះយើងកសាងប្រទេសប្រមាណឆ្នាំ30ឆ្នាំជាងអញ្ចឹងអ្នកនយោបាយកុំប្រើប្រាស់នយោបាយផ្ដួលគ្នាវាផ្ដួលនៅពេលដែលបោះឆ្នោតពេលដែលក្រោយបោះឆ្នោតយើងត្រូវមាននយោបាយមួយដើម្បីផលប្រយោជន៍ជាតិកុំប្រើប្រាស់នយោបាយការពារអំណាចរៀងខ្លួនផលប្រយោជន៍ជាតិពីព្រោះអ្នកបានលើកហើយថាអ្នកស្រឡាញ់ប្រជាជនអ្នកស្រឡាញ់ប្រទេសជាតិប៉ុន្តែឲ្យគេចូលស្រឡាញ់មកផងឲ្យប្រជាជនចូលស្រឡាញ់ផងឲ្យបញ្ញវន្តគេចូលស្រឡាញ់ផងហើយយើងឃើញមើលទៅជែកយក NGO មកដាក់រឿងអីចឹងវាចម្លែករឿង NGO ជារឿងមិនខ្ញុំដឹងខ្ញុំឃើញស្ដាប់ថាគេបានដាក់វិវរៈទៅគេដាក់ខណ្ឌលាក់ប៉ុន្តែលាក់យើងគិតពីផលប្រយោជន៍អីផលប្រយោជន៍ប្រទេសជាតិផលប្រយោជន៍ប្រជាជនមួយថ្ងៃខាតប្រមាណកណនាមើលបើប្រទេសយើងជាប់គាំងបែបហ្នឹងហើយសប្តាហ៍ថ្ងៃនេះអ្នកវិនិយោគក៏ហ៊ានវិនិយោគពីព្រោះអីពីព្រោះតើអ្នកណាអ្នកទទួលស្គាល់ពេលគេដាក់វិនិយោគបាទសូមអរគុណលោកបណ្ឌិតបាទដោយសារតែពេលវេលាយើងខ្លីហើយអស់ទៅហើយថាម៉ោងខ្លីមែនទែនបាទហើយសំណួរច្រើនមែនទែនដែលយើងមិនអាចលើកយកមកជជែកសួរដល់លោកបណ្ឌិតហើយក៏សូមអភ័យទោសផងដែរដល់ប្រិយមិត្តក្នុងបណ្ដាញសង្គមទាំងឡាយដែលប្រឹងប្រែងផ្ញើសំណួរយ៉ាងច្រើនហើយមិនមានឱកាសក្នុងការលើកយកមកអស់នោះទេដោយសារពេលវេលាយើងមានកំណត់គណៈខ្ញុំបាទទាំងពីររូបសូមអរគុណសូមគោរពលា